ជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាចាថ្ងៃនេះនាងខ្ញុំស្រីរតចាសូមណែនាំជាមួយនឹងផលិតផលដែលអាចជួសជុលទៅលើប្រព័ន្ធកោសិកាស្បែកបានផងដែរចាសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលមានបញ្ហាជំងឺផ្សិតស្បែកជំងឺគ្រុនក្រពើជំងឺកមជំងឺស្រែងចាអ្នកដែលមានបញ្ហាជំងឺផ្សិតកញ្ចក់ផ្សិតស្បែកក្បាលផ្សិតលើដងខ្លួនឬក៏អ្នកដែលមានបញ្ហាជំងឺរលាកគល់រោមចាសម្រាប់បញ្ហាជំងឺសើស្បែកទាំងអស់នេះហើយគឺមានការផលរំខានដល់ពុកម៉ែបងប្អូនអ្នកគ្នាតែម្ដងចាជាពិសេសក្រោយពេលដែលមានអាការៈធ្វើទុកម្ដងចាគឺមានការឡើងរមាស់ខ្លាំងចាអេសពីមួយកន្លែងទៅមួយកន្លែងនិងពីពាក់ព័ន្ធជាមួយនឹងបញ្ហាពពុះបាត់រីនៅក្នុងក្របឈាមរបស់យើងឬក៏នៅក្នុងសរសៃឈាមហើយអ្វីដែលសំខាន់មួយទៀតនោះគឺវាពាក់ព័ន្ធជាមួយនឹងកោសិការបស់ពុកម៉ែបងប្អូនអ្នកគ្នាតែម្ដងអាការៈនៃបញ្ហាជំងឺអាឡែស៊ីស្បែកចារោគសញ្ញាដំបូងគឺមានអាការៈឡើងក្តៅក្រហាយនៅលើស្បែកចាហើយបន្តមកទៀតវាចាប់ផ្ដើមឡើងចេញកន្ទួលក្រហមនៅលើស្បែកជំងឺផ្សិតស្បែកគឺវាចាប់ផ្ដើមមានការរីករាលដាលពីមួយកន្លែងទៅមួយកន្លែងហើយអ្វីដែលសំខាន់ពាក់ព័ន្ធជាមួយនឹងបញ្ហាជំងឺផ្សិតស្បែកអាឡែស៊ីស្បែកគ្រប់ប្រភេទក្រោយពេលដែលមានអាកាសធាតុប្រែប្រួលចាមានអាកាសធាតុដូចជាត្រជាក់ខ្លាំងពេកក៏ឡើងរមាស់ក្តៅខ្លាំងពេកក៏ឡើងរមាស់ហើយនឹងមានការប្រតិកម្មជាមួយនឹងចំណីអាហារមួយចំនួនផងដែរចាសម្រាប់ចំណីអាហារដែលប្រតិកម្មជាមួយនឹងបញ្ហាជំងឺអាឡែស៊ីស្បែកមានដូចជាសាច់គោគ្រឿងសមុទ្រគ្រឿងផ្អាប់បន្លែគឺមានទំពាំងនិងត្រប់ហើយបើសិនជាពុកម៉ែបងប្អូនអ្នកគ្នាដែលចូលចិត្តញ៉ាំជាមួយនឹងប្រភេទគ្រឿងសមុទ្រនាងខ្ញុំសូម recommend សូមបងប្អូនអ្នកគ្នាមានការកាត់បន្ថយចាហើយបញ្ហាជំងឺផ្សិតស្បែកហ្នឹងគឺវាប្រតិកម្មខ្លាំងមែនទែនទៅលើចំណីអាហារដែលខ្ញុំរៀបរាប់ខាងលើហ្នឹងតែម្ដងចាដូច្នេះហើយនេះខ្ញុំសូមណែនាំជាមួយនឹងឈុត V-Offer មានជាមួយនឹង V-Offer មាន Offer វីតាមីនទឹកដោះគោអញ្ចឹងពុកម៉ែបងប្អូនអ្នកគ្នាញ៉ាំត្រឹមតែមួយឈុតនេះយ៉ាងយូរបំផុតត្រឹមតែ3ថ្ងៃទៅ5ថ្ងៃពុកម៉ែបងប្អូននឹងដឹងពីប្រសិទ្ធភាពសម្រាប់ព័ត៌មានបន្ថែមសូមពុកម៉ែបងប្អូនអ្នកគ្នាធ្វើការទំនាក់ទំនងមកតាមរយៈលេខទូរស័ព្ទខាងលើឬក៏ឆាតចូល page ផងដែរចាខណៈពេលនេះនាងខ្ញុំក៏សូមអរគុណ